ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខទៀតហើយមកចែកជូនបងប្អូនទាំងអស់គ្នាបានទស្សនាផងដែរគឺថាឆាបន្លែជាមួយនឹងបង្គាផងដែរបងប្អូនដូចជាដំបូងឡើយខ្ញុំធ្វើការចាប់ផ្ដើមលាងសម្អាតបង្គាហើយក៏យើងបកសបកចេញព្រោះខ្ញុំអត់ចង់ឆាជាមួយនឹងសបកវាទេវាសូវចូលជាតិបានល្អបងប្អូនក្រោយពីបានបកសបករួចហើយខ្ញុំក៏ចាប់ផ្ដើមធ្វើការផ្លះយកអាចបង្គាបងប្អូនមកពីលើខ្មៅហ្នឹងយើងផ្លះវាយកចេញមកបាទក្រោយពីបានផ្លះរួចហើយខ្ញុំក៏ចាប់ផ្ដើមកាត់បន្លែម្ដងបងប្អូនដើម្បីយើងយកមកឆាហើយបន្លែខ្ញុំយកប្រូកូលីហើយយើងកាត់ជាផ្លះចេញមកហើយយើងហាន់ជាចំណិតទៅបងប្អូនក្រោយមកក៏យើងចាប់ផ្ដើមធ្វើការលាងទឹកបានមួយទឹកហើយក៏យើងដាក់អំបិលលាងសម្បាច់បាន1ទឹក2ទឹកបងប្អូនដើម្បីឲ្យវាស្អាតល្អហើយបន្តមកទៀតខ្ញុំចាប់ផ្ដើមធ្វើការហាន់ការ៉ុតបងប្អូនហើយការហាន់ការ៉ុតរបស់ខ្ញុំទៀតសោតខ្ញុំអត់សូវហាន់ធំពេកទេដើម្បីយើងឆាទៅឆាប់បានទន់ល្អហើយក្រោយមកទៀតខ្ញុំចាប់ផ្ដើមជ្រើសរើសយកហាន់ជាកដោម្ដងបន្ទាប់ពីបានហាន់រួចខ្ញុំក៏ដាក់អំបិលបន្តិចហើយនឹងដាក់ប្រេងអូលីវបន្តិចដើម្បីយើងស្រោះជាមួយនឹងបន្លែរបស់យើងយកទៅមុនឆាបងប្អូនបើសិនជាយើងស្រោះចឹងទៅយើងត្រាំទឹកកកទៅដើម្បីឲ្យបន្លែរបស់យើងបានទន់ល្អហើយបានពណ៌ភ្លឺល្អបងប្អូនបាទក្រោយមកទៀតហើយខ្ញុំច្រាំមើលខ្ទឹមយកទៅទុកឆាបងប្អូនហើយក៏មានជីវ៉ាន់ស៊ុយខ្លះដែរយើងទុកដាក់ជាមួយនឹងឆារួចបងប្អូនបាទបន្តមកក៏ដាក់ប្រេងឲ្យក្តៅហើយយើងដាក់មើមខ្ទឹមបំពងឲ្យបានឈ្ងុយឆ្ងាញ់សិនបងប្អូនបាទហើយយើងដាក់បង្គាមកឆាពី3ត្រឡប់ឲ្យបង្គារបស់យើងបានឆ្អិនល្អហើយថ្ងៃនេះបង្គារបស់ខ្ញុំទិញមកពីផ្សារស្រស់ល្អបងប្អូនសាច់វាលង្រឹងតែម្ដងបើយើងទិញអត់មើលអត់ត្រូវវាអាចបង្គាបាក់សាច់ឆាអត់សូវឆ្ងាញ់ទេហើយសម្រាប់គ្រឿងទេសទៀតសោតខ្ញុំដាក់តាប៊ីចេងស្ករសរ៉ូឌីប្រេងខ្យងជាមួយនឹងទឹកត្រីតែប៉ុណ្ណឹងហើយខ្ញុំដាក់បន្តិចឲ្យឆាទៅហើយមិនជាយករសជាតិដិតពេកទេបងប្អូនហើយក្រោយមកទៀតខ្ញុំក៏ចាប់ដើមធ្វើការដាក់បន្លែដែលយើងបានស្រោះមុនហ្នឹងហើយដើម្បីយើងចូលមកឆាជាមួយនឹងបង្គារបស់យើងឲ្យបានចូលជាតិល្អមែនតែនទៅដល់ពេលដែលយើងច្រោះរួចហើយយើងយកមកឆាឆាប់បានឆ្អិនលឿនបងប្អូនហើយក្រោយមកទៀតខ្ញុំដាក់ម្សៅឆាបន្តិចបើសិនជាបងប្អូនអត់សូវចូលចិត្តក៏មិនបាច់ដាក់ក៏បានដែរប៉ុន្តែខ្ញុំដាក់ទៅខ្ញុំឲ្យដុះទៅយ៉ាងប៉ែណាបងប្អូនបាទហើយមុខម្ហូបនេះស្រួលមែនតើបងប្អូនហើយចំណាយពេលលឿនហើយសម្រាប់បន្លែទៀតសោតបើសិនជាបងប្អូនចូលចិត្តបន្លែដាក់បន្លែនឹងបានប៉ុន្តែខ្ញុំជ្រើសរើសយកតែប្រហែលមុខនេះយកមកឆាដោយសារយើងញ៉ាំលក្ខណៈគ្រួសារអញ្ចឹងទៅមិនសូវជាសបោបន្លែច្រើនទេបាទហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាបានទស្សនាបើសិនជាបងប្អូនគិតថាល្អបងប្អូនអាចសាកធ្វើតាមខ្ញុំបានបងប្អូនហើយកុំភ្លេចបងប្អូនទាំងអស់គ្នាជួយ Subscribe my channel របស់ខ្ញុំផងដើម្បីទទួលបាននៅវីដេអូថ្មីទៀតដែលបងប្អូនបានទស្សនាជារៀងរហូតមកបងប្អូនបាទសូមអរគុណសូមជម្រាបលា